ស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel YouTube Life Chemistry គីមីវិទ្យានៃជីវិតអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺយើងនឹងសិក្សាអំពីលក្ខណៈរូបនិងទម្រង់ molecule អញ្ចឹងយើងจะមើលថាតើទម្រង់ molecule វាមានភាពជាប់តាក់ទងទៅលើលក្ខណៈរូបរបស់សមាសធាតុសរីរាង្គកម្រិតណាយើងនឹងប្រើចំណេះដឹងមូលដ្ឋានគ្រឹះរបស់យើងពី molecule polaire molecule មិន polaire ហើយយើងនឹងសិក្សាហើយយើងនឹងវិភាគយើងនឹងព្យាករណ៍ឬក៏ប៉ាន់ស្មានថាតើលក្ខណៈរបស់វានឹងរបៀបមិនដែរអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមទៅសិក្សាទាំងអស់គ្នាអញ្ចឹងយើងនឹងឃើញរូបភាពនៅខាងស្ដាំដៃខ្ញុំចង់បង្ហាញរូបភាពមុនវាជាសេចក្តីផ្ដើមមួយដ៏ល្អសម្រាប់វីដេអូមួយហ្នឹងគឺបង្ហាញអំពីបំណិតប្រភេទនៃប្រេងកាតយើងបានដឹងហើយថាប្រេងកាតប្រេងសាំងឧស្ម័នឥន្ធនៈដែលយើងប្រើសពថ្ងៃគឺមិនមែនជាវត្ថុធាតុដើមឬក៏មិនមែនជារបស់ដើមដែលយើងបានមកពីធម្មជាតិទេគឺវាបានមកពីការញែកការසංយោគឬក៏ការកែច្នៃឬក៏ការទាញចេញញែកចេញពីវត្ថុធាតុដើមប្រេងសាំងដែលយើងប្រើដែលយើងជិះដែលយើងចាក់ដើម្បីជិះឡានជិះម៉ូតូរាល់ថ្ងៃហ្នឹងក៏វាជាផលិតផលដែលចេញមកពីការញែកនៅក្នុងឧស្សាហកម្មដែរនៅក្នុងរូបភាពមួយហ្នឹងគឺបង្ហាញអំពីការញែកលបាយនៃឧស្ម័នឬក៏ញែកប្រេងឥន្ធនៈចេញពីប្រេងកាតជាទូទៅយើងឃើញមានពណ៌ខ្មៅខាប់អន្ថលគឺពណ៌ខ្មៅគឺពេលបូមចេញមកគឺវាលាយឡំជាមួយនឹងសារធាតុមិនសុទ្ធជាច្រើនមែនតើវាមានទាំងកតិចដីធូលីថ្មខ្សាច់សមាសធាតុអេត្រូអាតូមផ្សេងទៀតដែលវាមាននៅលាយឡំជាមួយគ្នាអញ្ចឹងគេត្រូវញែកវាដកវាចេញហើយបានគេយកវាយកទៅដុតកម្ដៅបើនិយាយស្ដាប់ទៅគេយកទៅធ្វើបំណិតប្រភេទហ្នឹងគឺជាវិធីសាស្ត្រនៅក្នុងដំណើរការពិសោធន៍ឬក៏នៅក្នុងឧស្សាហកម្មដើម្បីញែកលបាយចេញពីគ្នាតាមរយៈចំណុចរំពុះខុសៗគ្នាអញ្ចឹងនៅពេលណាដែល molecule ផ្សេងគ្នាមាន mass mole មានចំនួនអាតូមកបោនផ្សេងគ្នាវាមានចំណុចរំពុះផ្សេងគ្នាដែរអញ្ចឹងចំណុចរំពុះមានន័យថានៅពេលដែលវាបដូរពីអង្គធាតុរាវទៅជាឧស្ម័នអញ្ចឹងវានឹងហើរបើសិនជា molecule តូចនេះ low ថា small molecule ហ្នឹងវាថា molecule ដែលមានគឺជា molecule តូចមាន mass មកតូចឬក៏មានចំនួនអាតូមក៏មានចំនួនអាតូមតិចណាវា very volatile ហ្នឹងបើថាគឺវាងាយឆាប់ឆេះវាមាន low boiling point បើថាចំនួនពុះវាទៀមចុះវាហើរទៅមុនមានថា flow easily បើថាវាហើរទៅលើមុនអញ្ចឹងឲ្យហើរទៅលើមុនហ្នឹងគឺវាដកស្រង់ទៅមក refine gas ហើយបន្តទៀតគឺ gasoline បន្តទៀត naphtha គឺមាន kerosene មាន diesel ហើយមាន fuel oil ហើយនេះគឺជាកាកសំណល់ហើយអាកាសសំណល់ហ្នឹងគឺមានថាគឺពពួក molecule ធំដែលមាន mass mole ធំដែលវាមានចំណុចរំពុះខ្ពស់ហើយវាអត់ហើរមកថាគឺជាសមាសធាតុដែលវាមានអន្តរកម្មខ្លាំងវាអត់ហើរទៅដូចពពួកមេតានអេតានប្រូប៉ានបុយតានអីវាអត់ហើរទេអញ្ចឹងគឺវានៅខាងក្រោមវាហូរចេញមកខាងក្រៅហើយមកគេយកវាទៅច្រោះម្ដងទៀតបងប្អូនគេយកវាយកទៅធ្វើឬក៏គេអាចយកប្រើប្រាស់នៅក្នុងវិស័យផ្សេងទៀតអញ្ចឹងអាណាហើរវាហូរតាមដំណាក់កាលណាតាមកម្រិតនៃសេតនភាពកម្ពស់របស់វាមួយហ្នឹងអញ្ចឹងវាមានសារៈសំខាន់ណាស់បងប្អូនអានេះវាជាសេចក្តីប្រើមួយដ៏ល្អនៅក្នុងការចាប់ផ្ដើមនៅក្នុងការថាហេតុអីបានជាអាទម្រង់ molecule ហ្នឹងវាមានភាពជាប់តាក់ទងជាមួយនឹងលក្ខណៈរូបហើយគេត្រូវបានប្រើប្រាស់ត្រូវបានទទួលបានផលប្រយោជន៍ចេញពីការសិក្សាពីទម្រង់និងលក្ខណៈរូបរបស់វាហ្នឹងអញ្ចឹងហើយបានគេអាចកំណត់អត្តសញ្ញាណកម្មឬក៏គេអាចញែកលបាយញែកសមាសធាតុចេញពីលបាយសរីរាង្គបានតាមរយៈការស្គាល់ពីទម្រង់និងលក្ខណៈរូបរបស់វាអញ្ចឹងចូលទៅស្លាយបន្តទៀតយើងនឹងឃើញពីតារាងមួយដែលវាបង្ហាញអំពីសមាសធាតុ
បើថាឈ្មោះសមាសធាតុតម្រង់ហើយសីតុណ្ហភាពរលាយនិងជំរិតកម្ពស់ជាទូទៅខ្ញុំចូលចិត្តចំពោះខ្ញុំចូលចិត្តដឹងនិងប្រើប្រាស់ចំណុចរំពុះជាជាងជំរិតរលាយខ្ញុំចូលចិត្តប្រើជំរិតរំពុះជាងដោយសារថាជំរិតរំពុះគឺវាងាយស្រួលនៅក្នុងការប្រៀបធៀបនៅក្នុងការវាស់ជាងចំពោះអង្គធាតុរាវដោយសារតែម៉ូលេគុលនៅខាងនេះហ្នឹងគឺសុទ្ធសឹងតែជាអង្គធាតុរាវនិងឧស្ម័នអញ្ចឹងខ្ញុំចូលចិត្តវិភាគចូលចិត្តប៉ាន់ស្មានសីតុណ្ហភាពរំពុះជាងហើយវាអាចជាទូទៅគឺវាងាយស្រួលនៅក្នុងការសម័យឬក៏យើងអាចមើលឃើញដោយភ្នែកជាក់ស្ដែងគឺខ្ញុំធ្លាប់ធ្វើពិសោធន៍នៅក្នុងបន្ទប់គីមីសរីរាង្គគឺយើងបានញែកអាល់កុលចេញពីទឹកបើថាចេញពី solution បើថាយើងញែកអាល់កុលចេញពី solution អាល់កុលតាមរយៈការធ្វើបំណិតប្រភេទដូចគ្នាអញ្ចឹងគឺយើងប្រើសីតុណ្ហភាពរំពុះដើម្បីកំណត់ដើម្បីញែកអញ្ចឹងការដែលយើងប៉ាន់ស្មានពីលក្ខណៈរូបតាមរយៈទម្រង់តាមរយៈទម្រង់នៃម៉ូលេគុលហ្នឹងគឺវាមានសារៈសំខាន់ណាស់វាជួយឲ្យយើងនឹងប៉ាន់ស្មានពីលក្ខណៈរូបនិងចំណុចរំពុះនិងកម្រិតរលាយរបស់សមាសធាតុទាំងអស់ហ្នឹងអញ្ចឹងការប៉ាន់ស្មានលក្ខណៈរូបហ្នឹងគឺគេពឹងផ្អែកលើចំណេះដឹងខាងផ្នែកគីមីសរីរាង្គដែលនៅក្នុងហ្នឹងមានដូចជាទម្រង់នៃសមាសធាតុទម្រង់នៃសមាសធាតុហ្នឹងមានន័យថាគឺវាជាទម្រង់ធរណីមាត្រជាអីណាបងប្អូនវាមានទម្រង់ធរណីមាត្រជា linear ត្រីកោណប្លង់ទម្រង់ជាបង្កែងឬក៏មានទម្រង់ជាពីរ៉ាមីតអីចឹងទៅហើយអាទម្រង់ទាំងអស់ហ្នឹងយើងបន្ថែមមកចំណុចមួយទៀតហ្នឹងគឺយើងត្រូវដឹងពីកម្លាំងអន្តរកម្មមួយទៀតយើងត្រូវដឹងពីកម្លាំងអន្តរកម្មថាតើសមាសធាតុហ្នឹងវាជាសមាសធាតុ polar ឬក៏ bipolar បើវាជាសមាសធាតុ polar វាមានកម្លាំង dipole ឬក៏វាអាចបង្កើតបានជាសម្ព័ន្ធអ៊ីដ្រូសែនឬក៏វាជាកម្លាំងរបាយលន់ដុនណាវាកម្លាំង van der Waals អីចឹងទៅរកអត្ថប្រយោជន៍ដោយកម្លាំង van der Waals ឬក៏ជាអ៊ីយ៉ុងជាអំបិលអីចឹងទៅអញ្ចឹងតាមរយៈចំណេះដឹងទម្រង់សមាសធាតុខ្នែងអត់ខ្នែងខ្សែលាតខ្សែត្រង់អីអស់ហ្នឹងបង្គំនីតិអីវាមានវាជាម៉ូលេគុល polar មិន polar ហ្នឹងគឺសំខាន់ណាស់ហើយយើងសិក្សាពីកម្លាំងអន្តរកម្មទៀតហ្នឹងវាជួយឲ្យយើងព្យាករណ៍ឬក៏យើងប៉ាន់ស្មានពីលក្ខណៈរូបឬក៏យើងអាចប្រៀបធៀបគ្នាបានអញ្ចឹងឥឡូវយើងចាប់ផ្ដើមមើលបងប្អូនយើងមើលនេះឥឡូវខ្ញុំប្រើសីតុណ្ហភាពរំពុះខ្ញុំចិត្តប្រើរំពុះវាជាក់លាក់ជាងឥឡូវយើងមើលនេះមេតានអេតានអានេះពួកអាល់កានតែមួយមែនទេមេកបោន1 A កបោន2យើងមើលចំណុចរំពុះរបស់វាកើនឡើងបែបណាឃើញលេខធំនេះមែនទេគឺមានសញ្ញាដកពីមុខបងប្អូនគឺអានេះគឺចំណុចរំពុះរបស់វាកើនឡើងអញ្ចឹងគឺយើងបកស្រាយតាមកម្លាំងអន្តរកម្មគឺកម្លាំងរបាយនៅពេលណាដែលចំនួនអាតូមកបោនកាន់តែកើនឡើងចំណុចរំពុះរបស់វាកាន់តែកើនឡើងដែរណាអេតែនអេទីនអញ្ចឹងអេតែនអេទីនអានេះខុសគ្នាត្រង់អីគេសម្ព័ន្ធ2ជាន់សម្ព័ន្ធ3ជាន់មែនទេអញ្ចឹងអាសម្ព័ន្ធ3ជាន់គឺវាមានលក្ខណៈស្ថិរភាពជាងណាអញ្ចឹងចំណុចរំពុះរបស់វាគឺខ្ពស់ជាងមានថាវាកាន់តែស្ថិរភាពឬក៏វាកាន់តែមានលំនឹងជាងអញ្ចឹងគឺវាត្រូវការសីតុណ្ហភាពខ្ពស់ដើម្បីឲ្យវារំពុះដើម្បីឲ្យវាពុះឥឡូវយើងមើលតទៀតអានេះមេអេឃើញទេបងប្អូនមេក្លរ៉ូមេតានអានេះក្លរ៉ូអេតានយើងមើលគ្រាន់តែខុសគ្នាតែកបោនមួយណាអានេះនៅដក0ជំរាបពុះរបស់វាដក0ដក23តែគ្រាន់តែថែមកបោនមួយទៀតទេគ្រាន់លើសគ្នាតែកបោន1ហើយនឹងអ៊ីដ្រូសែនតែ2ឯងវាឡើងទៅដល់13អញ្ចឹងវាខុសគ្នាហ្មងបងប្អូនខុសគ្នា30អង្សាជាងបងប្អូនខុសគ្នា30អង្សាជាងមកថានេះជំនួសពុះខ្ពស់ជាងឥឡូវយើងទៅមើលមួយទៀតនិយាយពីអេទីលអាល់កុលជាមួយនឹងអានេះជាមួយនេះអេទីលអាល់កុល
acetaldehyde ហើយជាមួយនឹងអាស៊ីតអាសេទិកសិតតែកាបូន2បងប្អូនអាកុលកាបូន2 aldehyde កាបូន2ហើយជាមួយនឹងអាស៊ីតអាសេទិកក៏កាបូន2ដែរឥឡូវយើងមើលជាមួយរំពុះឥឡូវយើងប្រៀបធៀបម្ដងមួយ aldehyde និងអាកុលហេតុអីបានជាអាកុលនេះមានកាបូន2aldehyde មានកាបូន2ក៏ប៉ុន្តែជាមួយរំពុះរបស់វាខុសគ្នាចម្លើយគឺដោយសារតែអាកុលអាចបង្កើតសម្ព័ន្ធអ៊ីត្រូសែនបានច្រើនជាងពីរនេះវាជាម៉ូលេគុលប៉ូលេអាដូចគ្នាក៏ប៉ុន្តែខុសគ្នាត្រង់ថាអាកុលវាអាចបង្កើតសម្ព័ន្ធអ៊ីត្រូសែនបានច្រើនជាងតែបើយើងប្រៀបធៀបអាស៊ីតអាសេទិកហើយជាមួយនឹងអាកុលកាបូន2ដូចគ្នាមែនទេប៉ុន្តែខុសគ្នាត្រង់អីអាស៊ីតអាសេទិកគឺវាមានអ៊ីត្រូស៊ីលគ្រុបមួយទៀតអញ្ចឹងវាមានទាំងកម្លាំងឌីប៉ូវារងកម្លាំងកម្លាំងអ៊ីត្រូសែនសម្ព័ន្ធវាអាចចងសម្ព័ន្ធអ៊ីត្រូសែនបានផងបាទណាសម្ព័ន្ធអ៊ីត្រូសែនហ្នឹងគឺសម្ព័ន្ធអ៊ីត្រូសែនរវាងបង្គំកាបូនីលហើយជាមួយនឹងអ៊ីត្រុកស៊ីលបងប្អូននេះអ៊ីត្រុកស៊ីលហើយនឹងកាបូនីលតោះណាគឺហើយឥឡូវយើងមើលទៀតអេទីលនេះអេតាហើយឌីអេទីលអេតាហើយជាមួយនឹងអាកុលនេះខែងអេទីលហើយជាមួយនឹងអេតាហើយជាមួយនឹងអាកុលវាជាស្រឡាយទឹកតែមួយត្រូវទេតែយើងមើលនេះអានេះក្បោនហ្មងក្បោន4 D អេទីលអេតាដល់ពេលអាកុលអេទីលក្បោន2និងក្បោន4តែយើងមើលអាក្បោន4មានចំនួនរំពុះ34ក្បោន2មានចំនួនរំពុះ 78.5 អញ្ចឹងយើងឃើញថាម៉េចម៉ាស់ម៉ូលខុសគ្នាច្រើនមែនតើចំនួនអាតូមក្បោនខុសគ្នាច្រើនមែនតើក៏ប៉ុន្តែចំនួនរំពុះរបស់ D អេទីលអេតានៅតែទាបជាងអាកុលដោយសារអីដោយសារតែអាកុលអាចបង្កើតសម្ព័ន្ធអ៊ីត្រូសែនបានបើធៀបជាមួយនឹង D អេទីលអេតាគឺអត់អាចបង្កើតសម្ព័ន្ធអ៊ីត្រូសែនបានទេបើខ្ញុំប្រើពាក្យថាมันអាចបង្កើតសម្ព័ន្ធអ៊ីត្រូសែនបានគឺសំដៅទៅលើសម្ព័ន្ធអ៊ីត្រូសែនរវាង D អេទីលអេតានិង D អេទីលអេតានៅកន្លែងហ្នឹងអញ្ចឹងការដែលយើងប្រើចំណេះដឹងខាងផ្នែកកម្លាំងអន្តរកម្មហើយជាមួយនឹងទម្រង់ស្មាសធាតុហ្នឹងមានដូចជាក្រុមបង្គំនេតិទីតាំងខ្នែងខ្សែលាតខ្សែត្រង់អីចឹងណាបងប្អូនអញ្ចឹងអាហ្នឹងគឺសុទ្ធសឹងតែជាចំណេះដឹងមូលដ្ឋានដែលយើងអាចប៉ាន់ស្មានដឹងពីលក្ខណៈរូបរបស់ម៉ូលេគុលបានអញ្ចឹងឥឡូវយើងទៅនិយាយអំពីជំរំពុះជំរំពុះគឺមានថាគឺជាសេតនភាពដែលសម្ពាធចំហាយនៃអង្គធាតុរាវស្មើនឹងសម្ពាធនៃបរិយាកាសរបស់វាតែជាទូទៅខ្ញុំនិយាយស្រាប់ទៅគឺជំរំពុះនោះមកថាគឺនៅពេលដែលវាបដូរពីភាពរាវទៅជាភាពឧស្ម័ននិយាយស្ដាប់ទៅឥឡូវយើងសាកលំហាត់អនុវត្តមួយយើងសាកប្រើចំណេះដឹងរបស់យើងមើលឥឡូវយើងវិភាគ A គឺជាអាល់កានក្បោន1 2 3 4 5 6ក្បោន6ប៉ុន្តែខ្សែត្រង់ D គឺជាអាល់កានដែរប៉ុន្តែខ្សែមានខ្នែង1 2 3 4 5 6 A និង D គឺជា E គឺជាអូមឡុកនឹងគ្នាប៉ុន្តែវាជាអានេះគឺជាខ្សែត្រង់អានេះគឺជាខ្សែខ្នែងតើណាហើយអានេះគឺ B នេះគឺជាសេតូន D អេទីលសេតូន D អេទីលសេតូនឬក៏1 2 3 4 5ប៉ង់តាន3អូនដល់ប៉ង់តាន3អូនហើយ C នេះគឺជាអាកុលឥឡូវយើងមើលអានេះគឺជាគេម៉ូលេគុលទេបងប្អូនម៉ូលេគុលមិនប៉ូលេអាត្រូវអត់អញ្ចឹងបើវាជាម៉ូលេគុលមិនប៉ូលេអាវារងនៅកម្លាំងរបាយលន់ដុនមែនទេអានេះក៏រងនៅកម្លាំងរបាយលន់ដុនដែរអញ្ចឹងមានន័យថាស្មាសធាតុគឺម៉ូលេគុលមិនប៉ូលេអាមានចំណុចរំពុះទាបជាងម៉ូលេគុលប៉ូលេអាយើងបែងចែកមួយបានណាប៉ុន្តែយើងមើលអានេះខ្សែត្រង់អានេះខ្សែខ្នែងអញ្ចឹងមួយណាមានចំណុចរំពុះខ្ពស់ជាងមួយណាទាបជាងអញ្ចឹងឥឡូវនេះគេឲ្យយើងរៀបរាប់ការឡើងអញ្ចឹងមកថាពីទូចទៅធំអញ្ចឹងដោយសារតែយើងអត់ទាន់បានរៀនលំអិតស៊ីជម្រៅអញ្ចឹងខ្ញុំកែចម្លើយឲ្យ
ចម្លើយគឺដោយសារតែដំបូងឡើយគឺ D បងប្អូនដំបូងឡើយគឺ D ចាមិញបិញខ្ញុំមកលុតអញ្ចឹងសុំអធិស្ឋានបិញខ្ញុំមកលុតអីទៅណាបាត់សុំអធិស្ឋានបិញអលុតទៅណាបាត់ហើយបិញខ្ញុំមកអញ្ចឹងដំបូងឡើយគឺ D បងប្អូន D ហ្នឹងវាខ្សោយជាងគេដោយសារអីវាជា molecule មិន polar ហើយមានខ្នែងទៀតណា D ហើយបាន D ហ្នឹងគឺវាទៀបជាងគេបន្តមកទៀតបាន A នេះគឺជាអាល់កានតែខ្សែត្រង់ក៏បាន6ដូចគ្នាតោះណាទៀបជាង A ហើយបន្តមកទៀតឥឡូវយើងចាប់បានវិភាគឥឡូវយើងពីយើងចំណាត់ថ្នាក់2ហើយគូសចោលឥឡូវយើងមើល B ហើយនិង C ម្ដងយើងវិភាគមើលអានេះក៏ជា molecule polar មែនទេ B គឺជា molecule polar អានេះក៏ជា polar ដែរមែនទេក៏ប៉ុន្តែអាកនេះមានគេមាន hydrogen ចងជាមួយនឹង O នេះ data ដកអានេះ data បូកមែនទេអញ្ចឹងវាអាចបង្កើតឲ្យគេសម្ព័ន្ធ hydrogen ជាមួយនឹង oxygen របស់អាកុលមួយទៀតអានេះសម្ព័ន្ធ hydrogen បងប្អូនសម្ព័ន្ធ hydrogen អានេះគឺ air ខ្ញុំសរសេរកាត់ណាបងប្អូនអានេះ air ចុះឥឡូវយើងមើលសេតូននេះម្ដងអាចបង្កើតសម្ព័ន្ធ hydrogen បានអត់អាចបង្កើតសម្ព័ន្ធ hydrogen ជាមួយនឹង molecule គ្នាវាបានអត់គឺมันអាចទេវាអាចរងតែកម្លាំងអីគេកម្លាំង dipole មែនទេ dipole រវាង molecule និង molecule ប៉ុន្តែវាអត់មានសម្ព័ន្ធ hydrogen ទេអញ្ចឹងយើងចម្លើយរបស់យើងគឺបន្តមកទៀតគឺ B ហើយគឺ C ណាគឺ C នេះគឺវាចំណុចរពុះខ្ពស់ជាងគេណាគឺចំណុចរពុះរបស់វាគឺខ្ពស់ជាងគេដោយសារតែវាអាចគឺវាមានកម្លាំង dipole ហើយជាមួយនឹងសម្ព័ន្ធ hydrogen ណាបងប្អូនអាហ្នឹងចម្លើយឥឡូវយើងចូលទៅកម្រិតរលាយគឺ solubility ចឹងអាកម្រិតរលាយហ្នឹងក៏វាតាក់ទងជាមួយនឹងកម្លាំងដែរតាក់ទងជាមួយនឹងប្រភេទ molecule ដែរថាតើវាជា molecule polar ឬក៏មិន polar ហើយវាជាសមាសធាតុអ៊ីយ៉ុងឬក៏មិនមែនតោះអញ្ចឹងឥឡូវយើងមើលឧទាហរណ៍យើងខាងស្ដាំដៃមួយបងប្អូនយើងមើលឧទាហរណ៍យើងខាងស្ដាំដៃឧទាហរណ៍ខាងស្ដាំដៃគឺបង្ហាញអំពីសូដ្យូមក្លរ៉ូស្ថិតនៅក្នុងទម្រង់ជាក្រាមជាគ្រីស្តាល់នៅជាអង្គធាតុរឹងឡើយអានេះគឺជា molecule ទឹកដែលតាបូកដែលតាដកឥឡូវយើងមើលបន្ទាប់ពីយើងចាក់អំបិលចូលទឹកមានអីកើតឡើងគឺយើងនឹងឃើញមានបាតុភូតមួយគេហៅថាបាតុភូតសុលវត្តកម្មបាតុភូតសុលវត្តកម្មហ្នឹងគឺមានន័យថាគឺជាការហុំព័ទ្ធអ៊ីយ៉ុងដោយ molecule ទឹកអ៊ីដ្រាតហ្នឹងទឹកហ៎បងប្អូនអញ្ចឹងគឺជាការហុំព័ទ្ធអ៊ីយ៉ុងដោយ molecule ទឹកអុកស៊ីសែនមានប៉ូល2ប៉ូលដកនិងប៉ូលបូកប៉ូលដកបែរទៅរកសូដ្យូមបន្ទុកបូកចំណែកឯអាប៉ូលដកអ៊ីត្រូសែនរបស់ទឹកហ្នឹងបែរទៅរកក្លរដែលមានប៉ូលដកតោះណាអញ្ចឹងអានេះគឺជាកម្លាំងរវាង dipole និង ion dipole and ion dipole ion គេប្រើពាក្យហ្នឹងណា dipole ion អញ្ចឹងអាហ្នឹងគឺជាលំនាំនៃសុលវត្តកម្មអញ្ចឹងmolecule ទឹកហ្នឹងវាទាញវាផ្ដាច់ចេញមកម្ដងមួយហើយវាហុំព័ទ្ធបាទណាជាទូទៅតាមការសិក្សាសូដ្យូមក្លរ៉ូក្លមួយអាតូមក្លមួយត្រូវការ molecule ទឹកចំនួន6ហើយនេះវិញគឺវាសូដ្យូមវាត្រូវការត្រូវការ molecule ទឹកចំនួន4ណាហើយខ្ញុំមិនចាំច្បាស់ទេថាតើវាជាចំនួនជាក់លាក់ឬក៏អត់ប៉ុន្តែទោះបីជាណាក៏ដោយលំនាំនៃការរំលាយគឺបែបហ្នឹងណាគឺរងនៅបាតុភូតមួយគឺបាតុភូតសុលវត្តកម្មសមាសធាតុអ៊ីយ៉ុងអញ្ចឹងយើងដឹងណាថាសូដ្យូមក្លរ៉ូគឺជាសមាសធាតុអ៊ីយ៉ុងដែលវាមានបន្ទុកបូកនិងបន្ទុកដកអញ្ចឹងទាំងអស់គ្នាចំណាំតិចទៅនៅពេលណាដែលសមាសធាតុអ៊ីយ៉ុង
សមាសធាតុអ៊ីយ៉ុងរលាយនៅក្នុងទឹកវាបង្កើតបានទៅជាអ៊ីយ៉ុងពេញលេញអ៊ីយ៉ុងបូកនិងអ៊ីយ៉ុងដកមិនមែនដោយផ្នែកទេណាបងប្អូនគឺពោលបូកបន្ទុកបូកនិងបន្ទុកដកអញ្ចឹងអានេះខ្ញុំដាក់បច្ចៈបន្ថែមទេអានេះគ្រាន់តែជាចំណេះដឹងបន្ថែមទេខ្ញុំដាក់មកទៅដើម្បីឲ្យអ្នកទាំងគ្នាចាប់ពាក្យកលឹះបាននៅក្នុងគីមីសរីរាង្គគេប្រើពាក្យថាអ៊ីដ្រាតកម្មមានថាគឺជាបដកម្មបូកទឹកពាក្យថាបដកម្មបូកទឹកមានន័យថាម៉េចមានន័យថាអង្គធាតុបដកបដកម្មជាមួយទឹកនៅកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ហើយនៅក្នុងគីមីអសរីរាង្គពាក្យថាអ៊ីដ្រាតកម្មសំដៅទៅលើលំនាំឬក៏បាតុភូតដែលម៉ូលេគុលទឹកហ៊ុំព័ទ្ធដោយអ៊ីយ៉ុងហ៊ុំព័ទ្ធអ៊ីយ៉ុងដោយម៉ូលេគុលទឹកសំទោសនៅក្នុងគីមីអសរីរាង្គអ៊ីដ្រាតកម្មសំដៅទៅលើដំណើរការដែលម៉ូលេគុលទឹកភ្ជាប់ជាមួយនឹងអ៊ីយ៉ុងឬក៏អ៊ីយ៉ុងត្រូវបានហ៊ុំព័ទ្ធដោយម៉ូលេគុលទឹកតែនៅក្នុងន័យជីវៈពួកអ្នកជីវៈគេប្រើពាក្យថាអ៊ីដ្រាតកម្មមានន័យថាម៉េចអ៊ីដ្រាតកម្មមានន័យថាគឺជាដំណើរការផ្គត់ផ្គង់ទឹកផ្ដល់ឲ្យទឹកឬក៏ស្រូបទឹកដើម្បីរក្សាលំនឹងអញ្ចឹងអ្នកជីវៈគេប្រើពាក្យថាstay hydrate stay hydrate នេះមានន័យថាគឺយើងញ៉ាំទឹកឲ្យបានច្រើនដើម្បីឲ្យរាងកាយយើងមានជាតិទឹកដើម្បីឲ្យប្រព័ន្ធកោសិកាយើងមានទឹកគ្រប់គ្រាន់នៅកន្លែងហ្នឹងគឺនៅកន្លែងហ្នឹងគឺមានន័យចឹងតោះអញ្ចឹងយើងទៅមុខមួយទៀតយើងនិយាយពីកម្រិតរលាយដែរប៉ុន្តែយើងនិយាយអំពីម៉ូលេគុលសរីរាង្គមួយនេះគឺយើងនិយាយអំពីគឺជាសមាសធាតុអសរីរាង្គខ្ញុំបញ្ជាក់ចាឥឡូវនេះគឺជាកម្រិតរលាយដែលសំដៅទៅលើម៉ូលេគុលសរីរាង្គអញ្ចឹងនៅក្នុងកន្លែងនេះគេលើកយកអាកុលខ្សែក្បោនខ្លីបងប្អូនមេតាណុលហើយនឹងអេតាណុលគឺវារលាយក្នុងទឹកអតិបរមាពេលដែលវារលាយក្នុងទឹកអតិបរមាហ្នឹងមានន័យថាគឺវាអាចរំលាយទៅវិញទៅមក like dissolve like មានន័យថាគឺវាmiscible ឬក៏គេប្រើពាក្យថា miscible មានន័យថាគឺវារំលាយគ្នាវិញទៅមកបើសិនជាទឹកតិចជាងអាកុលជាអង្គធាតុរំលាយបើសិនជាអាកុលតិចជាងហើយទឹកច្រើនជាងអញ្ចឹងមានន័យថាទឹកជាអង្គធាតុរំលាយមានន័យថាពីរហ្នឹងវារំលាយគ្នាទៅវិញទៅមកមូលហេតុអីបានជាវាអាចរំលាយគ្នាទៅវិញទៅមកបានហើយវាអាចរលាយអត់បានកំណត់អញ្ចឹងសំទោសគឺដោយសារតែទឹកហើយជាមួយនឹងអាកុលអាចបង្កើតសម្ព័ន្ធអ៊ីដ្រូសែនបានវាមិនត្រឹមតាបង្កើតបាននៅកម្លាំងឌីប៉ូទេកម្លាំងឌីប៉ូគឺជាកម្លាំងរវាងម៉ូលេគុលនិងម៉ូលេគុលដែលប៉ូលដកនិងប៉ូលបូកប៉ូលដកដោយផ្នែកប៉ូលបូកដោយផ្នែកប៉ុន្តែអ្វីដែលលើសពិសេសជាងទៀតនោះគឺសម្ព័ន្ធអ៊ីដ្រូសែនដែលកើតឡើងពីអាតូមអុកស៊ីសែនរបស់អាកុលបង្កើតសម្ព័ន្ធអ៊ីដ្រូសែនជាមួយនឹងអាតូមអ៊ីដ្រូសែនរបស់ម៉ូលេគុលទឹកដូច្នេះហើយទើបវាអាចរលាយនៅក្នុងទឹកអតិបរមាតោះណាប៉ុន្តែទឹកជាមួយនឹងប្រេងទឹកគឺជាម៉ូលេគុលប៉ូឡែរហើយប្រេងគឺជាម៉ូលេគុលមិនប៉ូឡែរអញ្ចឹងវាមិនរលាយគ្នាទេ immiscible មកថាវាមិនរលាយចូលគ្នាតែយើងតែឃើញទឹកហើយនឹងប្រេងវាញែកផាសដាច់ចេញពីគ្នាណាបងប្អូនអាហ្នឹងហើយដែលវាបង្កប់នៅអត្ថន័យដ៏សំខាន់នៅក្រៅពីការសិក្សាកម្លាំងអន្តរម៉ូលេគុលអញ្ចឹងនេះដើម្បីយើងសិក្សាពីលក្ខណៈរូបគឺយើងត្រូវចេះពីទម្រង់ម៉ូលេគុលអញ្ចឹងអាការដែលយើងចេះទម្រង់ម៉ូលេគុលយើងអាចសិក្សាពីកម្លាំងបានវាដេញគ្នាបងប្អូនដេញគ្នាអត់លេងសើចទេខ្ញុំបញ្ជាក់តាំងពីជំពូកទី1មកម៉េះគឺមានន័យថាគឺយើងត្រូវចេះអានេះដំបូងគេយើងត្រូវចេះកំណត់ទម្រង់សមាសធាតុបង្គំនីតិខ្នែងឬក៏ទម្រង់ធរណីមាត្រអ៊ីសូមេអីចឹងទៅបន្តមកទៀតពេលដែលយើងចេះអាហ្នឹងហើយទើបយើងចូលទៅសិក្សាពីកម្លាំង
ថាតើអាសមាសធាតុហ្នឹងវារងនៅកម្លាំងអីកម្លាំងកម្លាំង depot ឬក៏កម្លាំងរបាយលំដុនឬក៏សម្ព័ន្ធ nitrogen ឬក៏ជាសមាសធាតុ ion អញ្ចឹងអាចចំណេះដឹងទាំងអស់ហ្នឹងយើងអាចយកមកប្រើបាននៅក្នុងពេលហ្នឹងមកឥឡូវយើងចូលទៅកម្រិតរលាយមួយទៀតអានេះគាត់ថារត់តែស្មុកស្មាញទេបងប្អូនអានេះចុំមករៀនគីមីណាមកចូលដល់មាន protein មានដល់ detergent មានចូលដល់ឯណា hydrophobic hydrophilic មាន MP phatic មានអីណាមាន vesicle អី oh my god ហ្នឹងហើយអ្វីដែលយើងរៀនគឺយើងចង់ឲ្យរៀនមកដល់ហ្នឹងរៀនឲ្យប្រើការបានរៀនបកស្រាយបានប្រើការឲ្យបើថារៀនឲ្យចេះរៀនចេះឲ្យប្រើឲ្យមានប្រយោជន៍ទៀតយើងឈានទៅដល់ដំណាក់ការបកស្រាយដល់ដំណាក់ការជីវសាស្ត្រវិញម្ដងអញ្ចឹងឥឡូវយើងទៅចាប់ផ្ដើមនិយាយអត់លំទេតោះអញ្ចឹងនៅក្នុងខ្ញុំនិយាយជាក់ស្ដែងខ្ញុំរៀនបញ្ញាបត្រគីមីតែពេលខ្ញុំឡើងមកថ្នាក់ Master និងថ្នាក់បណ្ឌិតគឺខ្ញុំរៀនខាងផ្នែកជីវៈប្រធានបទស្រាវជ្រាវខ្ញុំគឺជីវៈសុទ្ធអញ្ចឹងពួកអ្នកជីវៈគេចូលចិត្តប្រើពាក្យថា hydrophobic hydrophilic អានេះខ្ញុំរៀននៅកូរ៉េគេតំណាក់តំណងជីវសាស្ត្រអង់គ្លេសគេប្រើពាក្យថា hydrophobic hydrophilic ដែលបកប្រែជាខ្មែរមានថា hydrophobic មានថាគឺ hydrophobe ហើយ hydrophilic គឺជា hydrophil អញ្ចឹងhydrophobe ឬក៏ hydrophobic គឺជាសមាសធាតុគឺជា molecule ដែលមិនចូលចិត្តទឹកមិនរលាយក្នុងទឹក hydrophil ចាំមើលបងប្អូន phil គឺជា polar ចូលចិត្តទឹកខ្ញុំចាំចឹងផិចហ្នឹងគឺមិនចូលចិត្តទឹកដល់ពេលលេខនេះគឺវាចូលចិត្តទឹកថាវាលេខក្នុងទឹកខ្ញុំប្រើពាក្យហ្នឹងដើម្បីងាយស្រួលចំណាំអញ្ចឹងអាហ្នឹងគឺគេបែងចែកវាអញ្ចឹងចុះបើសិនជាអាពីរហ្នឹងវានៅជាមួយគ្នាមានន័យថាបើសិនជា molecule មួយវាមានលក្ខណៈមិនចូលចិត្តទឹកផងមានលក្ខណៈចូលចិត្តទឹកផងអាហ្នឹងគេហៅថាបែបម៉េចគេហៅវាថាជា amphipathic ឬក៏ amphiphilic ឧទាហរណ៍សាប៊ូបើនិយាយថាសាប៊ូវាទលំទលាយពេកសារធាតុជំរះ detergent អញ្ចឹងអាផ្នែកក្បាលនេះ hydrophil អាផ្នែកកតុយ hydrophobe ណា hydrophobic អានេះ hydrophilic hydrophobic អញ្ចឹងដោយសារតែវាមានលក្ខណៈពីរអញ្ចឹងហើយទើបវាអាចជំរះក្អែលបានវាអាចជំរះក្អែលបានមានថាអាផ្នែកកតុយនេះវាទៅតោងជាមួយនឹងក្អែលហើយអាក្បាលនេះវាទៅប៉ះគ្នាមួយទឹកតោះនេះបងប្អូនវាទៅប៉ះគ្នាជាមួយនឹងទឹកហើយអានេះគឺជា molecule សាប៊ូឬក៏គេហៅថាសារធាតុជំរះណាអានេះគឺអីគេអានេះបងប្អូនគឺអាស៊ីតកាបុកស៊ីលិកយើងប៉ុន្តែវាស្ថិតជាទម្រង់បាសវាជាអ៊ីយ៉ុងបងប្អូនជាអំបិលអ៊ីយ៉ុងបាទអានេះវិញពួកស៊ុលផាតតែខ្សែក្បោនវែងហ្នឹងក៏គេប្រើជាសារធាតុជំរះដែរបងប្អូនដឹងទេថាអា molecule អញ្ចឹងគេត្រូវបានគេយកទៅប្រើប្រាស់ដើម្បីបន្សុទ្ធ protein គេថា membrane protein purification បងប្អូនដឹងទេ protein ភាគច្រើនមួយចំនួនធំមិនរលាយក្នុងទឹកទេដោយសារតែលក្ខណៈ hydrophobic របស់វាមានន័យថាទម្រង់ molecule protein ទាំងមូលហ្នឹងភាគច្រើនឬក៏ 90-80% មានលក្ខណៈ hydrophobic ឬក៏ hydrophobe មិនរលាយក្នុងទឹកមិនចូលចិត្តទឹកអញ្ចឹងវាអត់រលាយទេអញ្ចឹងដើម្បីឲ្យវារលាយក្នុងទឹកបានដើម្បីអាចឲ្យវានៅរក្សាទម្រង់ទ្រង់ទ្រាយរក្សាអាទីតាំងដែលវា fold ដែលវាបត់ដែលវាដែលវាចងសម្ព័ន្ធជាមួយគ្នាដែលវាមានអន្តរកម្មជាមួយគ្នាបានរក្សាទ្រង់ទ្រាយរបស់វាបានគឺគេត្រូវប្រើ detergent ហ្នឹងជាអី detergent ហ្នឹងគឺនេះ
គឺជា molecule amphiphilic ឬក៏ amphiphilic គឺជា molecule ដែលមានលក្ខណៈជា hydrophobic ផង hydrophilic ផងអញ្ចឹងអាផ្នែកដែលមិន polar ផ្នែកកន្ទុយជ្រៀតចូលទៅក្នុង protein វាជ្រៀតចូលទៅក្នុង protein ហើយអាផ្នែកក្បាលរបស់វាហ្នឹងគឺចូលចិត្តទឹកអញ្ចឹងបែរចេញមកខាងក្រៅតោះនេះបងប្អូនអាហ្នឹងហើយគឺជាអ្វីដែលកើតឡើងនៅក្នុងធម្មជាតិគឺជាអ្វីដែលមាននៅក្នុងធម្មជាតិដែល protein របស់យើងហ្នឹងគឺវាកប់ embed គេពាក្យជាភាសាអង់គ្លេសគេថា embed in plasma membrane by hydrophobic and the hydrophilic part exposed to the water នៅកន្លែងហ្នឹងមានគឺមានន័យថាចឹងអញ្ចឹងអាផ្នែកដែលផ្នែក polar គឺនៅខាងក្រៅគឺវាអាចប៉ះគ្នាមួយទឹកបានតែអាផ្នែកមិន polar ហ្នឹងគឺវាកប់ចូលទៅក្នុង detergent កប់ចូលទៅក្នុងសារធាតុជំរះនេះអាហ្នឹងហើយគឺជាអ្វីដែលគេប្រើនៅក្នុងមន្ទីរពិសោធន៍ដើម្បីបន្សុទ្ធដើម្បី extract protein ដើម្បីញែក protein ចេញពី plasma membrane អាហ្នឹងគឺរឿងសំខាន់មែនតើហើយនេះគឺជា plasma គឺជា phospholipid របស់យើងហ្នឹងអញ្ចឹងអា phospholipid របស់យើងឬក៏ធាតុផ្សំរបស់កោសិការបស់យើងអាភ្នាសនៅជុំវិញកោសិការបស់យើងហ្នឹង plasma membrane ឬក៏ membrane យើងហ្នឹងភ្នាសហ្នឹងគឺជា phospholipid គឺជា molecule ដែលមានពីរផ្នែក hydrophobic ដែលកតុយហ្នឹងគឺពួក alkan ឬក៏ពពួក alcyne ហើយអាផ្នែកក្បាលហ្នឹងគឺជា hydrophilic គឺជា head group គេប្រើពាក្យថា head group ផ្នែកក្បាលចាផ្នែកក្បាលហ្នឹងវាមាន glycerol មាន phosphate ហើយមានក្រុម air ហ្នឹងវាមានច្រើនប្រភេទក្រុម air ហ្នឹងវាមានច្រើនប្រភេទខ្ញុំអត់បានដាក់ចូលនៅក្នុង research ខ្ញុំគឺប្រើអាហ្នឹងច្រើនមែនតើបើសិនខ្ញុំមានពេលខ្ញុំនឹងធ្វើបទបង្ហាញមួយពីប្រធានបទដែលខ្ញុំសិក្សានៅថ្នាក់បណ្ឌិតរបស់ខ្ញុំនឹងជាមួយខ្ញុំធ្វើឲ្យមើលថាតើប្រធានបទរបស់ខ្ញុំហ្នឹងគឺវាតាក់ទងជាមួយនឹងគីមីសរីរាង្គខ្លាំងកម្រិតណាដែរអញ្ចឹងវាស៊ីចម្រៅខ្លាំងអញ្ចឹងឥឡូវយើងទៅនិយាយអំពីលក្ខណៈ self assembly ហ្នឹងបបប្រែជាខ្មែរមានន័យថាគឺជាការប្រមូលផ្ដុំចូលគ្នាបង្កើតបានទៅជាទម្រង់អ្វីមួយដែលឯកឯងហើយការកកើតឬក៏អាបាតុភូតដែលរលាយចូលគ្នាបែបហ្នឹងអ្នកវិទ្យាសាស្ត្រត្រូវបានប៉ាន់ស្មានឬក៏ត្រូវបានលើកសមត្ថកម្មឡើងថាកោសិកាដំបូងបំផុត primitive cell ឬក៏ proto cell គឺជាឯកកោសិកាដំបូងបំផុតរបស់មនុស្សយើងរបស់ភាពរស់យើងគឺត្រូវបានបង្កើតឡើងត្រូវបានកកើតឡើងតាមរយៈយន្តការមួយគេហៅថា self assembly បងប្អូនអាច search ពាក្យហ្នឹងបាននៅក្នុងអ៊ីនធឺណិតពាក្យហ្នឹងគឺទូលំទូលាយខ្លាំងមែនតើនៅក្នុង synthetic biology ឬក៏នៅក្នុង artificial cells ឬក៏ bottom up synthetic biology បានថា synthetic biology នេះគឺជាការසංយោគជីវសាស្ត្របបប្រហែលជាខ្មែរមានន័យថាគឺតាមរយៈការសិក្សាស្រាវជ្រាវកន្លងមកហ្នឹងគេលើកការសន្និដ្ឋានមួយថាភាវៈមានជីវិតនៅលើភពផែនដីរបស់យើងគឺកើតឡើងចេញពីការប្រមូលផ្ដុំចូលគ្នានៃសមាសធាតុសរីរាង្គហើយបង្កើតបានទៅជា proto cell ហ្នឹងទម្រង់បែបនេះបងប្អូនគឺជា phospholipid B layer គឺជា phospholipid នេះ phospholipid បងប្អូន phospholipid ដែលមានក្បាលផ្នែក polar ហើយផ្នែកកតុយមិន polar មានកតុយ2ហ្នឹងគឺជាphospholipid bilayer ណាគឺវាប្រមូលផ្ដុំចូលគ្នាកកើតបានជា phospholipid bilayer ហើយអាផ្នែកកណ្ដាលនេះហ្នឹងគឺជាspace គឺលំហដែលវាអាចឲ្យមានប្រតិកម្មបានយើងដឹងថានៅក្នុងកោសិការបស់យើងគឺmembrane របស់យើងហ្នឹងគឺភ្នាសរបស់យើងហ្នឹងវាមាន2ស្រទាប់ផ្នែកមួយស្រទាប់មួយបែរចូលក្នុងស្រទាប់មួយទៀតបែរចេញទៅខាងក្រៅហើយនៅចន្លោះកណ្ដាលហ្នឹងគឺវាមានលំហដែលវាវិចខ្ចប់ដែលវាមានផ្ទុកទៅដោយ
គ្រឿងជីវសាស្ត្រដូចជាមាន protein មាន DNA មាន ribosome មាន polymerase មាន enzyme មាន actin មានអ្វីៗគ្រប់សពបែបយ៉ាងហ្នឹងទើបធ្វើឲ្យកោសិកាយើងហ្នឹងអាចសម្យក protein មានដំណើរការមានចលនាអាច move អាច interact ជាមួយគ្នាបានហ្នឹងហើយគឺជាគឺជា application សរុបមកវិញមកទាំងអស់ហ្នឹងគឺជា application នៃកម្រិតរលាយឬក៏ hydrophobic hydrophilic ដែលវារលាយចូលគ្នាមិនរលាយចូលគ្នាបងប្អូនដឹងឆ្ងល់ទេថាហេតុអីបានជា phospholipid ឬក៏ plasma membrane នោះវាអាចរលាយចូលគ្នាទាញគ្នាចូលប្រមូលផ្ដុំចូលគ្នាបង្កើតបានជារង្វង់ស្វែបែបហ្នឹងគឺដោយសារតែកម្លាំងអន្តរកម្មផ្នែកក្បាលនេះហ្នឹងវាជាផ្នែកក្បាលហ្នឹងគឺវាអាចរងនៅកម្លាំងអន្តរកម្មរវាងកម្លាំង dipole and ion hydrogen bound មែនទេចំណែកអាកតុយនេះហ្នឹងគឺវារងនៅកម្លាំងរបាយ London កម្លាំង van der Waals អញ្ចឹងគឺវាអាច interact ជាមួយគ្នាទៅបង្កើតបានជាកោសិការបស់យើងហ្នឹងជា vesicle បែបហ្នឹងហើយអានេះក៏ដូចគ្នាគឺ silent ហ្នឹងគឺ cylinder ហ្នឹងគឺជាទូទៅយើងឃើញវានៅក្នុង nanotube គឺ nanotube tunneling nanotube TNT អានោះតើអ្នកហ៊ានជីវៈបានផ្សំជាមួយនឹងពាក្យហ្នឹងអញ្ចឹងវីដេអូនៅសម្រាប់ថ្ងៃនេះមានតែប៉ុណ្្នឹងទេវាអាចវែងបន្តិចប៉ុន្តែខ្ញុំចង់ធ្វើវាឲ្យមានន័យគ្រប់គ្រាន់យើងមិនត្រឹមតែរៀនពីលក្ខណៈរូបនិងលក្ខណៈគីមីរបស់វាទេប៉ុន្តែយើងនិយាយអំពី application ឬក៏យើងនិយាយអំពីពីវត្តមានពីអន្តរកម្មនៅក្នុងធម្មជាតិក៏ដូចជាពីការកកើតទៅជា protocell ឬក៏ការកកើតទៅជាកោសិកាដំបូងបំផុតឯកកោសិកាដំបូងបំផុតនៃមនុស្សយើងឬក៏ភាវរស់តែតាមពិតទៅវាមិនមែនជារឿងពិត 100% ទេវាគ្រាន់តែជាសមត្ថកម្មជាការលើកឡើងតាមបែបវិទ្យាសាស្ត្រហើយសមត្ថកម្មហ្នឹងគឺវាអាចគួរឲ្យទុកចិត្តមែនគឺតាមរយៈទ្រឹស្ដីតាមរយៈទ្រឹស្ដី evolution ខ្ញុំនិយាយយូរទៅចង់ជាប់មាត់តាមទ្រឹស្ដី evolution ហ្នឹងមានន័យថាជីវិតគឺវាកើតឡើងចេញពីអសរីរាង្គហើយវាបង្កើតបានជា molecule សរីរាង្គ molecule សរីរាង្គប្រមូលផ្ដុំចូលគ្នាបានទៅជាprotocell ហើយ protocell ហ្នឹងវាបង្កើតបានទៅជា complex cell ហើយបង្កើតបានទៅជាtissue បង្កើតបានទៅជា cell ហើយបង្កើតបានជា tissue ហើយបង្កើតបានទៅជាorgan ហើយបង្កើតបានជា system of organ system អាហ្នឹងឯងគឺជាគេហៅថាទ្រឹស្ដីវិវត្តevolution theory អញ្ចឹងគីមីសរីរាង្គវាដើរតួនាទីសំខាន់ជាអ្នកបកស្រាយជាអ្នកពន្យល់ពីកម្លាំងអន្តរកម្មពីប្រតិកម្មនៅក្នុងមិនថាតែក្នុងគីមីសរីរាង្គគឺនៅក្នុងគីមីជីវៈក៏អញ្ចឹងដែរมันអាចកាត់ចោលបានទេហើយបើសិនជាយើងរៀនខ្ពស់គឺយើងត្រូវការចាប់បាច់មែនតើនៅក្នុងការពន្យល់នៅក្នុងការពិភាក្សាមិនថានិយាយទៅមិនថាតែនៅក្នុងអត្ថបទស្រាវជ្រាវនៅក្នុង paper ឯងនៅក្នុងការធ្វើបទបង្ហាញក៏យើងត្រូវតែមានបញ្យល់ដែរថាហេតុអីបានជាលទ្ធផលចេញមកអញ្ចឹងគឺវាអាចមកពីអន្តរកម្មមកពី interaction ជាមួយនេះមួយអានេះហើយអញ្ចឹងទៅអញ្ចឹងខ្ញុំអាចនិយាយច្រើនតិចប៉ុន្តែវាមានតម្លៃដោយសារតែខ្ញុំរៀនមកខ្ពស់បានប៉ុណ្ណេះទៅខ្ញុំមើលឃើញពីសារៈសំខាន់នៃមេរៀនមួយហ្នឹងពីចំណុចទាំងអស់ហ្នឹងហើយខ្ញុំទាញគ្នាបញ្ចូលឲ្យវាស៊ីគ្នាដើម្បីឲ្យយើងហ្នឹងកាន់តែទូលំទូលាយហ្នឹងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អីអាចសួរខ្ញុំបានហើយចំពោះការខ្វះខាតពាក្យពេចន៍បច្ចេកទេសការបញ្ចេញសំឡេងទឹកដមឬក៏និយាយឬក៏និយាយផ្លាត់និយាយតដាត់អីហ្នឹងអធិស្ឋានបងប្អូនខ្ញុំសូមអធិស្ឋានខ្ញុំព្យាយាមវឹកហាត់ដែរប៉ុន្តែការថា
សមត្ថភាពនៅក្នុងការនិយាយរបស់ខ្ញុំវានៅមានកម្រិតដែរអញ្ចឹងមានទៅតាមដំណើរហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចមើលរហូតដល់អារម្មណ៍កថាឬក៏ការបញ្ចេញមតិផ្ទាល់ខ្លួននៅtrongវីដេអូហ្នឹងបានឃើញហើយបានស្ដាប់ហើយកុំមានការប្រកែកប្រកាន់អីបើខុសជួយណែនាំខ្ញុំផងខ្ញុំរីករាយនឹងស្ដាប់ហើយនឹងកែតម្រូវតែខ្ញុំសុំចិត្តកុំជេរកុំឌៀលឬក៏កុំពេបជ្រីអីព្រោះអីខ្ញុំនិយាយតាមត្រង់ចុះខ្ញុំខានរៀនគីមី4ឆ្នាំហើយ5ឆ្នាំហើយខ្ញុំចប់បញ្ញាបត្រថ្នាក់ចប់បញ្ញាបត្រឆ្នាំ2020ខ្ញុំមករៀនមកដល់នេះថ្នាក់បណ្ឌិតខ្ញុំខានរៀនគីមីហើយខ្ញុំធ្វើតែជីវៈទេអញ្ចឹងអ្វីដែលខ្ញុំបានរៀននេះគឺខ្ញុំរៀនភាសាក្រៅមកទេហើយពេលខ្លះខ្ញុំភ្លេចពាក្យភ្លេចកលឹះខ្លះអញ្ចឹងវាមានការរអាក់រអួលអញ្ចឹងសូមបងប្អូនមេត្តាអធិស្ឋានអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគ្នាដែលបាននៅស្ដាប់រហូតដល់ចុងវីដេអូនេះយើងនឹងជួបគ្នានៅចំណុចក្រោយមួយទៀតយើងនឹងសិក្សាអំពីសមាសធាតុអ៊ីយ៉ុងនិងកម្លាំងអ៊ីយ៉ុងអញ្ចឹងអរគុណច្រើនបាយបាយទាំងអស់គ្នា